និទានកំសាន្តចិត្តចាក់ជីវិតដែលឈឺចាប់រឿងអានសិភៅឲ្យខ្មោចស្ដាប់ជាបន្តទៅនេះខ្ញុំបាទនឹងនិទានរឿងដែលមានបរិសម្នាក់ឈ្មោះអន្ទិតវែងធ្លាប់បួសរៀននៅក្នុងព្រះពុទ្ធសាសនាពេលដែលគាត់លាចាកសិក្ខាបទមកវិញគាត់ក៏ប្រកបមុខរបរជាអ្នកអានសិភៅឲ្យខ្មោចស្ដាប់អាទិត្យស្ងាត់ទៅហើយអ្នកមកចូលរួមក្នុងពិធីបុណ្យរួមទាំងម្ចាស់ដើមបុណ្យផងនោះនាំគ្នាលងលក់ក្នុងដំណេកបាត់អស់ផងដែរដោយអំណាចនៃសពរបស់អ្នកស្លាប់ដែលកំពុងតែដេកសណ្ដូកដងខ្លួនត្រង់ភ្លឹងនៅក្នុងផ្ដាមឈូសធ្វើពីឈើជញ្ជាំងផ្ទះចាស់ៗដែលគេតម្កល់ទុកនៅចំកណ្ដាលផ្ទះក្លិនផ្សែងធូបនៅហុយត្រឡោមពេញក្នុងបរិវេណផ្ទះរកតែសត្វចង្រិតឬសត្វល្អិតមួយក្បាលបញ្ចេញសំឡេងក្នុងរាត្រីកាលដើម្បីបំបែកភាពស្ងប់ស្ងាត់ក៏គ្មានដែរហាក់ដូចជាមាននរណាម្នាក់ហាមមិនឲ្យពួកវាចេញមកធ្វើការតាមទម្លាប់អីចឹងមនុស្សយើងបើចាក់ផុតពីโลกនេះទៅហើយវិញ្ញាណនឹងធ្វើដំណើរឆ្ពោះទៅរកភពថ្មីបើយើងធ្លាប់ធ្វើកម្មល្អយើងនឹងបានជួបតែរឿងល្អតែបើអ្វីដែលយើងបានធ្វើកាលពីនៅមានជីវិតនោះជាកម្មអាក្រក់ជាកម្មដែលគ្មានអ្នកណាបងប្រាថ្នាសូម្បីខ្លួនឯងឬអ្នកដទៃក៏ដោយកម្មនោះនឹងត្រឡប់មករកខ្លួនអ្នកវិញជាមិនខានសំឡេងអន្ទិតវែងពន្លឺឡើងកណ្ដាលភាពស្ងប់ស្ងាត់នៃរាត្រីកាលដ៏ស្រងោះស្រងោចនិងជាសំឡេងតែមួយគត់ដែលបានពន្លឺឡើងយ៉ាងកងរំពងនៅក្នុងបរិវេណផ្ទះមួយនេះអ្នកខ្លះអាចគិតថាឈួតទេដឹងដែលមកអង្គុយអានសិភៅនៅឯក្តារមឈូសពេលរាត្រីស្ងាត់តែម្នាក់ឯងដូច្នេះធ្វើយ៉ាងម៉េចបើនេះជាមុខរបររបស់គេទៅហើយអន្ទិតវែងជាអ្នកយល់ដឹងខាងលោកីនិងធម៌អាបានច្បាស់ព្រោះធ្លាប់បួសរៀនមកជាច្រើនវស្សាមុននឹងលាចាកសិក្ខាចេញមករស់នៅដោយពុទ្ធជនដែលតែងតែមានស្នេហាការលុបលន់ការក្រេវក្រោធនិងឆ្លុះវង្វេងជារឿងធម្មតាតែដែលខុសប្លែកពីអ្នកដទៃនោះប្រហែលជាមុខរបរដែលអន្ទិតវែងកំពុងប្រកបរបររាល់ថ្ងៃនឹងឯងត្រូវហើយគេមានអាជីពជាអ្នកស៊ីឈ្នួលអានសិភៅឲ្យសាកសពឬវិញ្ញាណអ្នកស្លាប់ស្ដាប់ខណៈពេលគេតម្កល់ទុកបំពេញកុសលតាមជំនឿរបស់ប្រជាជនតាមភូមិដែលជឿថាវិញ្ញាណរបស់អ្នកស្លាប់ដែលដេករងចាំស្ដាប់នៅក្នុងក្តារមឈូសតែតាមការពិតដួងវិញ្ញាណរបស់មនុស្សបានចាក់ចេញពីរាងកាយយើងតាំងពីពេលអស់ខ្យល់ដង្ហើមចុងក្រោយមកម្ល៉េះមនុស្សនៅក្នុងភូមិក្រាំងលវានេះស្គាល់អន្ទិតវែងច្បាស់ណាស់ព្រោះគេជាមនុស្សដែលមិនចេះខ្លាចអ្វីទាំងអស់មិនមែនជារឿងងាយទេដែលនរណាក៏ចេះតែធ្វើបាននោះបើមិនមានរបស់ស័ក្តិសិទ្ធិនិងចិត្តក្លាហានរបស់គេទេកុំសង្ឃឹមថាបានអង្គុយអានរហូតដល់ភ្លឺនោះមានមនុស្សជាច្រើនដែលត្រូវខ្លាយជាមនុស្សឈួតអ្នកខ្លះឈឺជ្រុះសក់អស់ពីក្បាលព្រោះចង់សាក់លបងនិងរិទ្ធអំណាចដែលយើងមិនអាចមើលឃើញ
រូបរាងពិតប្រកបបានហើយយើងតែងតែធ្លាប់ឮថាខ្មោចនោះឯងគេនិយាយថាព្រលឹងរបស់អ្នកស្លាប់នឹងចេញមកស្ដាប់អ្នកអានសិភៅដែលអង្គុយនៅខាងមុខក្តារមឈូសក្នុងពេលដែលអ្នកដតីកំពុងគេងលង់លក់អស់បាត់ទៅហើយប៉ុន្តែនឹងចេញមកក្នុងរូបរាងបែបណានោះគ្មាននរណាអាចដឹងបានឡើយព្រោះកន្លងមកនេះមិនដែលមាននរណាធ្លាប់ជួបប្រទះទេតែបើធ្លាប់ក៏គ្មានបានរៀបរាប់ប្រាប់នរណាឲ្យដឹងដែរសូម្បីតែអន្តិតវែងខ្លួនឯងទោះជាអ្នកទទួលបានការងារនេះមកជាយូរយារមកក៏ដោយតែក៏មិនដែលមានករណីពិសេសគួរឲ្យសិក្សាណាមួយដែលធ្វើឲ្យអន្តិតវែងចងចាំធ្វើជាបទពិសោធន៍ឬទុកសម្រាប់និយាយប្រាប់គេឯងក៏គ្មានដែរសូម្បីតែម្ដងក៏ដោយចុះមិនថាតែពិធីនៅកន្លែងណាទេអានសិភៅនៅពេលណាក៏មានសភាពស្ងប់ស្ងាត់គ្មានអ្វីគួរឲ្យភ័យខ្លាចសោះទើបខ្លាចជារឿងងាយខ្លាំងណាស់សម្រាប់ការអានសិភៅឲ្យអ្នកស្លាប់ស្ដាប់នោះនេះបើតាមទស្សនគតិរបស់អន្តិតវែងអ្នកដែលធ្លាប់មានបទពិសោធន៍នៅក្នុងមុខរបរនេះយូរមកហើយនោះជាជំនឿរបស់អ្នកស្រុករស់នៅភូមិដែលជឿថាបើអ្នកស្លាប់ទៅហើយនោះបានស្ដាប់ពាក្យអប់រំទូលមានឬបទធម៌មុនពេលទៅកាន់ភពថ្មីនោះនឹងធ្វើឲ្យដួងវិញ្ញាណរបស់អ្នកស្លាប់នោះធ្វើដំណើរទៅតាមផ្លូវដ៏ត្រឹមត្រូវនិងឆាប់បានចាប់កំណើតជាថ្មីទៀតផងមនុស្សល្អឬអាក្រក់ស្ថិតនៅលើទង្វើរបស់យើងធ្វើល្អថ្ងៃនេះទោះបីជាអំពើល្អនោះមិនទាន់ហុចផលឲ្យក៏ដោយតែគួរយើងនឹកគិតថាមានអំពើល្អស្ថិតជាប់នៅក្នុងខ្លួនយើងជានិច្ចសំឡេងអន្តិតវែងនៅតែពន្លឺឡើងតាំងពីម៉ោង 9 យប់រហូតដល់ថ្មនេះពោះពាក់កណ្ដាលអធ្រាត្រទៅហើយភាពស្ងប់ស្ងាត់និងសមាធិដ៏ល្អធ្វើឲ្យអន្តិតវែងអានសិភៅដោយក្តីស្លុងក្នុងអារម្មណ៍ស្ទើរតែគ្មានមួយតួអក្សរណាឡើយខណៈពេលដែលកំពុងជក់ចិត្តដិតអារម្មណ៍នឹងការអាននោះអន្តិតវែងមិនបានដឹងឡើងថាពេលនេះអ្នកដែលអង្គុយក្បែរខ្លួននោះបានលង់លក់ដួលដេកទៅលើកន្ទេលអស់ទៅហើយពេលណានោះទេខ្សែវីយ៉ូដ៏ត្រជាក់ស្រេបបោកបក់ប៉ះនឹងត្រចៀកដែលបែកជាបន្ទះតូចនៅជិតមាត់បង្អួចឮសូរស្រោកក្រាក់ក្រោកក្រាក់កណ្ដាលអធ្រាត្រស្ងាត់ខាងខែរនោចមានតែពន្លឺភ្លើងទៀនផ្លុងកំពុងឈរឆ្លឹងក្បែរក្តារមឈូសប៉ុណ្ណោះដែលខំប្រឹងដុតរំលាយសាច់ទៀនបានបញ្ចេញពន្លឺដើម្បីជួយសម្រួលដល់ការអានតួអក្សររបស់អន្តិតវែងបាក់សីរាត្រីចរខំបញ្ចេញសំឡេងគួរឲ្យព្រឺព្រួចបង្កើនបរិយាកាសនៃរាត្រីនេះឲ្យរឹតតែស្រងេះស្រងោចកណ្ដាច់កណ្ដែងឡើងខែមមួយកម្រិតទៀតចិត្តចប់នៅសំឡេងមួយពន្លឺឡើងខណៈពេលដែលអន្តិតវែងកំពុងតែឈ្ងោកមុខប្រឹងសម្លឹងអានតួអក្សរនៅសល់ច្រើនទៀតណាស់ទម្រាំបានចប់ក៏ប្រហែលជាចិត្តភ្លឺឯណោះអន្តិតវែងឆ្លើយតបព្រមទាំងបែរមុខទៅរកមើលម្ចាស់សម្លេងដែលសួរអំបញ្ញមិញពេលនឹងឯងទើបអន្តិតវែងបានដឹងថាមនុស្សគ្រប់គ្នាបានលង់លក់អស់ទៅហើយហើយចុះនរណាដែលគេសួរអញអំបញ្ញមិញនេះមកដល់ពេលនេះអន្តិតវែងដល់ថ្នាក់ស្រាវឆ្អឹងខ្នងខ្ញាក់ញើសចេញ
ខ្ញោកប៉ុនក្រពោតហូរពេញពីផ្ទៃមុខតែមាត់នៅប្រឹងអានសិភៅតទៅទៀតដោយមិនគិតអ្វីច្រើនទេប្រហែលជាតាសានប្រធានភូមិចង់លលេងហើយមើលទៅអន្តិតវែងនឹកក្នុងចិត្តពេលនឹកឃើញបែបនឹងហើយអន្តិតវែងក៏អានតទៅទៀតព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ព្រានប្រដៅពួកមនុស្សថាបើចង់បានរបស់អ្វីមួយពីអ្នកដទៃចូលឲ្យរបស់នោះទៅគេមុនចប់សម្ដីអន្តិតវែងក៏ត្រូវភ្ញាក់ក្រញាងម្ដងទៀតនៅពេលបានឮសំឡេងក្រឹកលាន់ចេញមកពីក្តារមឈូសតាំងនៅពីមុខគឺជាក្តារមឈូសដំកល់សាក់សពអាចារ្យកូនតាសានមេភូមិដែលបានចងកសម្លាប់ខ្លួនមូលហេតុដែលយុវជនស្ទាវទាំងឡាយតែងជួបប្រទះនោះគឺសង្សារទៅរៀបការជាមួយនឹងអ្នកផ្សេងមុនពេលអាចារ្យត្រឡប់មកពីភ្នំពេញវិញបានមិនយូរប៉ុន្មាននឹងឯងដោយទទួលដំណឹងពីអ្នកជិតខាងអាចារ្យខូចចិត្តយ៉ាងខ្លាំងក៏រកដំណោះស្រាយដោយការចងកលាពិភពលោកនេះទៅដោយបន្សល់ទុកនៅក្តីទុក្ខសោកស្ដាយស្រណោះអាឡោះអាល័យឲ្យឪពុកម្ដាយបងប្អូនដែលកំពុងតែរស់នៅនិងជាសាច់ញាតិដែលមានចិត្តអាណិតស្រឡាញ់អាចារ្យយ៉ាងពន់ពេកអន្តិតវែងបើកភ្នែកធំនៅពេលដែលបានមើលឃើញថាពេលនេះគម្របក្រាមឈុះដែលបិទចិត្តត្រូវបានរបើកឡើងភ្លាមនោះខ្មោចអាចារ្យក៏ក្រោកឈរឡើងឈានជើងចេញមកពីក្តារមឈូសដើរតម្រង់មកអង្គុយចំពីមុខអន្តិតវែងព្រមទាំងពន្លឺពាក្យស្អស្អានិងប្រកបដោយទឹកចិត្តត្រជាក់ស្រែបថាអានសិភៅទៅខ្ញុំចង់ស្ដាប់អន្តិតវែងស្ទើរគាំងបេះដូងស្លាប់នៅត្រង់កន្លែងនោះតែម្ដងតែខំប្រឹងពង្រឹងស្មារតីទប់ទល់នឹងខ្មោចសិនដែរព្រោះអីខ្លួនឯងក៏ជាសិស្សមានគ្រូដែរនេះគឺជាលើកដំបូងនៅក្នុងជីវិតរបស់អន្តិតវែងហើយចាប់តាំងពីទទួលធ្វើការងារនេះមកនៅពេលបានជួបហេតុការណ៍ពិតបែបនេះអន្តិតវែងស្រឡាំងកាំងធ្វើអ្វីមិនត្រូវអានផងបែកញើសផងតតាក់តតាំរកស្ដាប់អីក៏មិនយល់អោនមុខជ្រប់តែបើមិនដៀងភ្នែកលួចមើលក៏មិនបានដែរគ្រាន់តែក្រឡេកកន្ទុយភ្នែកមើលឃើញអ្នកដែលកំពុងតែអង្គុយចោងហោងរងចាំស្ដាប់នៅចំពីមុខភ្លាមនោះអន្តិតវែងស្ទុះក្រោកឡើងព្រុសហក់ចេញតាមមាត់បង្អួចប្រាវធ្លាក់ចូលក្នុងក្រោលក្របីប្រងព្រោះអីរដូវវស្សាភ្លៀងធ្លាក់បែបនេះមានអាចក្របីដែលត្រូវទឹកភ្លៀងហូរលាយចូលជាមួយភក់ខ្ពស់ឡើងជិតដល់ក្បាលជង្គង់បានជួយទ្រទម្ងន់របស់អន្តិតវែងបានយ៉ាងល្អរួចលោតរំលងផ្លោះរបងក្រោលក្របីស្ទុះចេញទៅប្រូចរត់បាត់ជើងសព្រាតហើយគ្រាន់តែអន្តិតវែងស្ទុះហក់ចេញពីផ្ទះភ្លាមនោះខ្មោចអាចារ្យក៏លោតព្រោះចុះរត់តាមពីក្រោយកិតបំរុងនឹងច្របាច់កអន្តិតវែងស្ថិតក្នុងស្ថានភាពបែបនេះអន្តិតវែងមិនអាចបងអង្គល្បឿនបានឡើយគេបោះពួយផ្លោតអស់ពីសមត្ថភាពដូចជាកីឡាករអូឡ িম্প ិកប្រឹងរត់ប្រណាំងគ្នាអីចឹងដែររត់រហូតមកដល់វត្តគោកព្រិចជាកន្លែងធ្លាប់នៅបួសរៀនអស់ជាច្រើនវស្សាហើយតម្រង់ចូលទៅរកកុដិព្រះគ្រូតាព្រមទាំងគួរទ្វារដាស់
យ៉ាងញាប់អន់លើគ្រូតាជួយផងអន្តិតវែងបើក្រពះស្រែកសុំការជួយសង្គ្រោះពីគ្រូតានរណាគេស្រែកលោឡាស្អីហ្នឹងព្រះគ្រូតាស្រែកសួរខ្លាំងអន្តិតវែងគ្រូតាអន្តិតវែងគ្រូបញ្ជាក់ឈ្មោះដែលព្រះគ្រូតាចូលចិត្តហៅពេលប្រើឲ្យដាំទឹកតែដើម្បីឲ្យព្រះគ្រូតាឆាប់នឹកឃើញព្រះគ្រូតាប្រញាប់បើកទ្វារចេញមកក៏បានជួបអន្តិតវែងសិស្សសំណប់ក្នុងសភាពដែលស្ទើរមិនមែនជាមនុស្សទឹកមុខរបស់គេស្លាំងឯដូចជាគ្មានឈាមមួយដំណក់សក់នឹងរោមទូទាំងសារពាង្គកាយបះជ្រងខ្លួនប្រានជោកដោយញើសហូរដាបញ័រដូចកូនចាប់ធ្លាក់ចូលទឹកព្រះគ្រូតាដឹងភ្លាមតែម្ដងតាមរយៈបទពិសោធន៍ដែលធ្លាប់បានជួបកន្លងមកយ៉ាងច្រើនរាប់មិនអស់នោះក៏ប្រញាប់នាំចូលមកក្នុងកុដិស្រោចទឹកមុនឲ្យរួចយកខ្សែអំបោះសិលមកចងកដៃដាស់ប្រលឹងប្រលេះអន្តិតវែងឲ្យត្រឡប់មកវិញចំណែកឯខាងផ្ទះបនសពវិញបន្ទាប់ពីអន្តិតវែងលោតចេញតាមមាត់បង្អួចទៅហើយនោះម្នាក់មមីងមើលភ្ញាក់ឡើងនាំគ្នានឹកចម្លែកក្នុងចិត្តដែលមិនឃើញអន្តិតវែងនៅអង្គុយអានសៀវភៅដោយកាលពីក្បាលប្រលប់ព្រោះអីគ្រប់ពិធីបុណ្យសពកន្លងមកអន្តិតវែងមិនដែលកិច្ចវេះឬឈប់សម្រាកកណ្ដាលទីឡើយឃើញនៅសល់តែសៀវភៅជាមួយនឹងថង់យាមប៉ុណ្ណោះនៅឯបនឹងក្តារមឈូសទើបនាំគ្នាចេញតាមរកអន្តិតវែងរហូតដល់ភ្លឺទើបដឹងតាមរយៈព្រះគ្រូតានៅឯវត្តថាអន្តិតវែងត្រូវខ្មោចអាចារ្យដេញតាមច្របាច់កកាលពីយប់មិញតែគ្មាននរណាម្នាក់ជឿឡើយព្រោះអីអ្នកនៅក្នុងផ្ទះបនសពទាំងអស់គ្មានឃើញអ្វីខុសប្រក្រតីឡើយរឿងដែលថាខ្មោចងើបចេញពីក្តារមឈូសនោះក៏រឹតតែមិនអាចទៅរួចទៀតព្រោះក្តារមឈូសនៅតែបិទជិតឈឹងដដែលនឹងលុះដល់វេលារសៀលចូលដល់កម្មវិធីដែលអ្នកស្រុកម្ដុំភូមិដែលគេហៅថាយកខ្មោចទឹកព្រៃក៏បានរំកិលសាកសពទៅកាន់ទីបច្ឆាដើម្បីបូជាដូចគ្នានឹងភូមិភាគកណ្ដាលដែរតែបើគេចង់ធ្វើពិធីបូជាឬកប់នោះអាស្រ័យទៅលើការស្លាប់របស់សាកសពដែរបើខ្មោចតែហោងត្រូវបញ្ចុះសិនដុតភ្លាមមិនបានទេព្រោះខ្មោចស្លាប់បែបនេះលងគេសាហាវណាស់តែបើខ្មោចឈឺស្លាប់វិញគេបូជាតាមប្រពៃណីនិយមទៅមិនថាចង់បញ្ចុះឬបូជាក៏ដោយរឿងមួយដែលត្រូវធ្វើដូចគ្នានោះគឺត្រូវយកទឹកដូងមកលុបលាងមុខឲ្យសាកសពមុនពេលបូជាលុះពេលជិតដល់ទីបច្ឆាទីដែលបានត្រៀមរៀបចំរួចជាស្រេចហើយនោះខាងសាច់ញាតិសាកសពចាត់ចែងយកទឹកដូងមកឲ្យព្រះគ្រូតាលុបមុខឲ្យសាកសពជាមុនតែពេលបើគម្របក្តារមឈូសឡើងអ្នករាល់គ្នាដែលបានឃើញហើយស្ទើរតែរត់ចេញពីទីនោះឲ្យបានលឿនជាទីបំផុតព្រោះអីជើងទាំងសងខាងរបស់ខ្មោចអាចារ្យមានប្រឡាក់សុទ្ធតែអាចក្របីលាយជាមួយនឹងភក់នេះជារឿងនិទានមួយដែលអ្នកស្រុកមានជំនឿថាការអានសៀវភៅឲ្យខ្មោចស្ដាប់នោះដើម្បីធ្វើឲ្យអ្នកស្លាប់ទៅឆាប់បានទៅចាប់ជាតិបានលឿន